đây mà mi chá miên nó kia cháo làm chua tha về để thưa hai toàn ban lập khó miền ron ta hot nơi hai trong bò bòn ta mà miên cần lư lư bắp sao về khác là bây đây đồng lên đập bộ quạt đây được thế គ្រប់យ៉ាងត្រូវការពេលវេលាចឹងមិនថាអ្នកទាំងអស់គ្នាមានបុគ្គលច្រើនណាដែលគិតថាអញ្ចេះអូយធ្វើយូរហើយអត់បានផលធ្វើយូរហើយពិបាកធ្វើយូរហើយនឿយចង់និយាយថាអញ្ចេះអង្គមកកំប៉ុងពេលដែលយើងដាំណាវាប្រើពេលវេលាលឿនមែនទេតែអង្គនៅពេលដែលយើងដាក់កាន់តែច្រើនប្រើពេលវេលាកាន់តែយូរអញ្ចឹងយើងឧទាហរណ៍ថាអញ្ចេះនៅពេលដែលយើងដាក់ដាំបាយឆ្នាំងភ្លើងយើងដាំហើយយើងដោតហើយអូយរៀងយូរឆ្អិននៅយើងបើកមើលហើយយើងដកលុយចេញហើយយើងដោតទៀតដកចង់និយាយថាគ្រប់យ៉ាងត្រូវការពេលវេលាដល់ពេលដល់វេលាហើយវានឹងបានផលខ្លួនឯងហើយឧទាហរណ៍ថាអញ្ចេះកូនម្នាក់ដែលគ្រប់ខែហើយត្រូវកើតស្អែកយើងឲ្យកើតថ្ងៃហ្នឹងបានទេប៉ាអត់បានទេអញ្ចឹងមិនថាគ្រប់យ៉ាងត្រូវការពេលវេលាដល់ពេលដល់វេលាវានឹងហុចផ្លែផ្កាឲ្យយើងហើយទីរក់ត្រូវកើតស្អែកតតែស្អែកបានកើតហើយវាមានម៉ោងរបស់គេទៀតមែនទេមានថ្ងៃលិចតែមានថ្ងៃរះបើថ្ងៃរៀបលិចហើយយើងគាត់គុំលិចខ្ញុំនៅចាំមនុស្សម្នាក់អត់បានទេពេលវេលាត្រូវការផ្លាស់ប្ដូររហូតសួរថាអ្នកព្រមផ្លាស់ប្ដូរអត់បើអ្នកព្រមផ្លាស់ប្ដូរគឺអ្នកអត់មកអង្គុយអញ្តឹងចាំទៀតទេហើយបុគ្គលដែលអង្គុយអញ្តឹងចាំគឺបុគ្គលដែលអត់សូវធ្វើទេតែបុគ្គលដែលធ្វើអូយប់លឿនម៉េះឆ្ងល់ទេអញ្ចឹងមិនថានៅពេលដែលអ្នកទាំងអស់គ្នាដកអាការគិតដកអារម្មណ៍ដែលកំពុងតែអង្គុយអញ្តឹងរង់ចាំហ្នឹងយកមកធ្វើឲ្យពេញទំហឹងឧទាហរណ៍តែអញ្ចេះបើសិនជាអ្នកទាំងអស់គ្នាជាមេឲ្យជួលបុគ្គលិកម្នាក់ដែលគាត់អង្គុយរង់ចាំបែបហ្នឹងអ្នកទាំងអស់គ្នាមានអារម្មណ៍បែបណាមានអារម្មណ៍ថាអត់ចង់ជួលគាត់ទៀតទេមែនអត់ឲ្យប្រាក់ខែគាត់ក៏ធូរថ្លៃដែរតែបើសិនជាអ្នកទាំងអស់គ្នាធ្វើឲ្យពេញទំហឹងណាអ្នកក៏បានប្រាក់ខែថ្លៃដែរអញ្ចឹងមិនថាយើងយកអារម្មណ៍យើងដាក់នៅក្នុងអាការងាររបស់យើងឲ្យដាក់ដោយក្តីស្រឡាញ់ឲ្យធ្វើឲ្យពេញទំហឹងដល់ពេលដល់វេលាគឺបានហើយស្វាយដូចគ្នា5ឆ្នាំបានផ្លែអញ្ចឹងទោះបី2ឆ្នាំមកយើងខំចង់បានបែបណាក៏វាអត់បានដែរព្រោះច្បាប់ធម្មជាតិដាក់មកបែបណាគឺវាបែបហ្នឹងហើយមនុស្សយើងដូចគ្នាអ្នកទាំងអស់គ្នាត្រូវពេញវ័យគ្រប់ការអាយុប៉ុន្មានដល់ពេលដល់វេលាគឺគ្រប់ការហើយអញ្ចឹងរៀនក្នុងការរងចាំខ្លះទៅណោះរៀនក្នុងការរងចាំបើយើងរងចាំក៏ចាយពេលវេលាពេញមួយឆ្នាំបើយើងអត់ចាំក៏ចាយពេលវេលាពេញមួយឆ្នាំដែរអញ្ចឹងអ្នកហត់ទទួលស្គាល់អ្នកណាក៏ហត់ដែរតែរៀនក្នុងការរងចាំអត់ធ្មត់តស៊ូព្យាយាមបន្តិចបច្ចៈណាអ្នកដែលមានសមត្ថភាពប៉ុណ្ណាក៏ដោយបើសិនជាអ្នកទាំងអស់គ្នាអត់មានការអត់ធ្មត់រងចាំទេអ្នកទាំងអស់គ្នាអត់បានផលទេឧទាហរណ៍យើងមានសមត្ថភាពហើយយើងឆាប់បោះបង់ប្រាជ័យដូចតែគ្នាហ្នឹងមែនទេអញ្ចឹងយើងត្រូវតែមានការអត់ធ្មត់តិចទៀតណោះដោយក្តីស្រឡាញ់